ស្ដីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Page Avatar ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាគោលដៅទេសចរណ៍ដ៏អស្ចារ្យបំផុតទាំង10នៅលើពិភពលោកតាំងពីឋានសួគ៌លើកោះរហូតដល់ទីក្រុងដ៏មមាញឹកយើងមានគ្រប់សពបែបយ៉ាងតោះកុំឲ្យខាត់ពេលយូរយើងទៅមើលចំណាត់ថ្នាក់ទី10ទាំងអស់គ្នាទី10ទីក្រុង Venice ប្រទេសអ៊ីតាលីទីក្រុងដែលល្បីល្បាញខាងភ្លើងទឹកនិងទូកហ្គនដូឡាវាជាទីក្រុងដ៏មានមន្តស្នេហ៍ពោរពេញដោយសិល្បៈស្ថាបត្យកម្មបុរាណនិងបរិយាកាសដ៏រ៉ូមែនទិកទី9 Grand Canyon សហរដ្ឋអាមេរិកជាអច្ឆរិយៈធម្មជាតិដ៏ធំសម្បើមដែលកាត់ផ្ដាច់ដោយទន្លេ Colorado អ្នកអាចដើរកម្សាន្តតាមមាត់ជ្រោះឬជិះឧទ្ធម្ភាគចក្រមើលទិដ្ឋភាពពីលើមេឃដែលពិតជាគួរឲ្យស្ងប់ស្ងាត់បំផុតលេខ8ទីក្រុង Kyoto ប្រទេសជប៉ុនទីក្រុងដែលរក្សានូវប្រពៃណីបុរាណរបស់ជប៉ុនបានយ៉ាងល្អនៅទីនេះមានវត្តអារាមចំណាស់ព្រៃឫស្សីដ៏ស្រស់ស្អាតនិងការសម្ដែងរបស់អង្កេនសាដែលធ្វើឲ្យយើងមានអារម្មណ៍ដូចត្រឡប់ទៅសម័យមុនលេខ7តំបន់ប៉ាតាហ្គូនីអាហ្សង់ទីននិងឈីលីឋានសួគ៌សម្រាប់អ្នកចូលចិត្តផ្សងព្រេងវាជាតំបន់ដែលមានភ្នំខ្ពស់ៗទាំងទឹកកកយក្សនិងបឹងទឹកថ្លាឆ្វងវាជាសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុតមួយលេខ6កោះសាន់តូរីនីប្រទេសក្រិកល្បីល្បាញដោយសារផ្ទះពណ៌សដំបូលខៀវលើច្រាំងថ្មអ្នកអាចមើលថ្ងៃលិចដ៏ស្រស់ស្អាតបំផុតរីករាយជាមួយអាហារក្រិកដ៏ឆ្ងាញ់និងខ្យល់សមុទ្រដ៏បរិសុទ្ធលេខ5កោះបូរ៉ាបូលីនេស៊ីប្រទេសបារាំងនេះគឺជាឋានសួគ៌លើដីដែលមានទឹកសមុទ្រពណ៌ខៀវថ្លាដូចកញ្ចក់និងផ្ទះសម្រាកនៅលើទឹកវាជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់មកសម្រាកលំហែកាយបែបប្រណីតលេខ4ទីក្រុងបូរ៉ានពីត្រាប្រទេសយ៉ូដានីទីក្រុងដែលត្រូវបានឆ្លាក់ចេញពីភ្នំថ្មពណ៌ផ្កាឈូកវាជាបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យដែលបង្ហាញពីភាពច្នៃប្រឌិតនិងប្រវត្តិសាស្ត្រដ៏យូរលង់របស់មនុស្សជាតិលេខ3ឧទ្យានជាតិ Yellowstone ប្រទេសសហរដ្ឋអាមេរិកតំបន់អច្ឆរិយៈដែលមានភ្នំភ្លើងក្រោមដីទឹកផុសក្តៅៗពណ៌ស្រស់ឆើតឆាយនិងសត្វព្រៃជាច្រើនប្រភេទវាជាកន្លែងដែលធម្មជាតិបង្ហាញពីអំណាចនិងសម្រស់របស់ខ្លួនលេខ2ឧទ្យានជាតិ Serengeti ប្រទេសតង់យ៉ានីសម្រាប់អ្នកស្រឡាញ់សត្វព្រៃទីនេះគឺជាគោលដៅលេខ1អ្នកអាចទស្សនាការផ្លាស់ទីលំនៅរបស់ហ្វូងសត្វរាប់លានក្បាលនិងសត្វព្រៃធំៗទាំង5ប្រភេទនៅក្នុងវាលស្មៅអាហ្វ្រិកលេខ1មហាកំពែងកាសថ្ម Great Barrier Reef ប្រទេសអូស្ត្រាលីចំណាត់ថ្នាក់លេខ1របស់យើងគឺជាប្រព័ន្ធកាសថ្មដែលធំជាងគេបំផុតក្នុងលោកវាជាពិភពក្រោមទឹកដ៏អស្ចារ្យដែលមានត្រីចម្រុះពណ៌និងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបានតើបងប្អូនពេញចិត្តកន្លែងមួយណាជាងគេឬមានកន្លែងផ្សេងទៀតដែលអ្នកចង់ណែនាំសូមបញ្ចេញមតិនៅខាងក្រោមហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី Avatar ជួបគ្នានៅវីដេអូក្រោយសូមជូនពរឲ្យមានដំណើរកម្សាន្តដ៏រីករាយ